បាទជំរាបសួរអ្នកទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំនឹងបង្ហាត់អ្នកទាំងអស់គ្នាឲ្យចេះ set up នៅកម្មវិធីមួយឈ្មោះថា Free Maker Video Converter កម្មវិធីនេះគេតែងតែយកវាមកប្រើដើម្បី convert វីដេអូនៅពេលដែលអ្នកទាំងអស់គ្នាចង់កាត់វីដេអូឬក៏ merge វីដេអូបញ្ចូលគ្នាហើយយកវាទៅផុសនៅក្នុង YouTube បាទអញ្ចឹងយើង set up វីដេអូ software នេះទាំងអស់គ្នាបាទនេះជាកម្មវិធី Free Maker Video Converter បាទចុចលើវាមកហើយយក yes អូខេខ្ញុំសូមណែនាំអ្នកនរគ្នាថានៅពេលដែលអ្នកនរគ្នា set up កម្មវិធីនេះសូមអ្នកនរគ្នាបិទអ៊ីនធឺណិតបាទបិទអ៊ីនធឺណិតឲ្យហើយមុននឹងតម្លើងកម្មវិធីនេះបាទត្រូវបិទអ៊ីនធឺណិតទី2អ្នកនរគ្នាត្រូវបិទកម្មវិធី virus កម្មវិធីការពារកម្មវិធីកម្ចាត់មេរោគនៅក្នុងកុំព្យូទ័ររបស់អ្នកនរគ្នាជាមុនសិនបាទទី1ត្រូវបិទអ៊ីនធឺណិតទី2ត្រូវបិទកម្មវិធីការពារ virus នឹងជាមុនសិនបាទដើម្បី set up កម្មវិធីនេះឲ្យវាបាន full ល្អយើងយក next បាទ next ទៀតដែលយើងដោះ tick វាមកហើយយើង finish បាទបិទវាចោលបាទខ្វែងអ៊ីនធឺណិតចោលយើងបើកកម្មវិធីហ្នឹងបាទនេះអញ្ចឹងយើងនឹងបានកម្មវិធីវីដេអូ Free Maker Video Converter បាទសម្រាប់វីដេអូលើកក្រោយខ្ញុំនឹងបង្រៀនអ្នកនរគ្នាឲ្យរបៀបឲ្យចេះរបៀប merge វីដេអូបញ្ចូលគ្នារបៀប merge MP3 បាទបញ្ចូលគ្នាក្នុងកម្មវិធី Free Maker Video Converter នេះបាទអរគុណចំពោះការតាមដាននៅវីដេអូនេះប៉ុន្តែសូមប្រាប់អ្នកនរគ្នាថាពេលដែលអ្នកនរគ្នាមើលហើយគឺត្រូវអនុវត្តផងបើយើងគ្រាន់តែមើលអត់មានការអនុវត្តក៏យើងមិនអាចបានផលអ្វីដែរបាទនៅវីដេអូក្រោយខ្ញុំនឹងណែនាំនៅរបៀបធ្វើវីដេអូនៅក្នុងកម្មវិធី Free Maker Video Converter នេះបន្តបាទអរគុណ